នេះខ្ញុំមកធ្វើការ test option ACC ឬក៏ហៅថា adaptive cruise control ហើយជាមួយនឹងមួយទៀត LCC ឬក៏ហៅថា lane centering control អញ្ចឹងថាវាដំណើរការមិនមួយគ្នាអញ្ចឹងបងប្អូនខ្ញុំ test មកសម្រាប់ option ហ្នឹងគឺវាងាយស្រួលប្រើត្រង់ថាទី1ឲ្យថាមានកន្លងផ្លូវបងប្អូននេះពេលដែលមានកន្លងផ្លូវគឺឡានមានវាសាឡានដែលយើងនៅក្នុងកន្លងផ្លូវតែម្ដងអញ្ចឹងជាកូនអីយើងមិនបាច់កាន់ទេផ្លូវកោងផ្លូវអីបងប្អូននេះឥឡូវយកកាន់ជាកូននេះប៉ុន្តែមកនេះហ្នឹងពេលអត់សូវមានឡានឬក៏ម៉ូតូអីវារីម៉ាយកឲ្យកាន់ជាកូនទេដោយសារវាមាន escape នេះអញ្ចឹងណានេះផ្លូវកោងហើយកន្លងឆ្វេងស្ដាំអញ្ចឹងវាសាឡាននៅក្នុងហ្នឹងអញ្ចឹងយកមានកាន់ជាកូនបងអត់កាន់ជាកូនទេអញ្ចឹងវាលួយថងដែរស្ដាប់ឡាននេះបន្តស៊ីដងហើយសម្លេងនេះវារីម៉ាយខ្ញុំទៅជាមួយនឹងវាឡានម៉ូតូច្រើនពីខ្ញុំអញ្ចឹងណាប្រាប់ថាវាឲ្យខ្ញុំជួយកាន់ជាកូននេះខ្ញុំបន្លែងជាកូនទៅវាACC ឬក៏ adaptive cruise control ហ្នឹងវាធ្វើការចាប់លម្អឿនឡាននៅមុខហើយប្រព័ន្ធ LCC ហ្នឹងវាលក្ខណៈថារក្សាឡាននៅក្នុងកន្លងឡែនកណ្ដាលឡានហ្នឹងអញ្ចឹងវាលួយមួយយ៉ាងអ្នកដែរហើយថាភ្លើងមានកន្លងនេះពេលដែលយើងចតប្រាំងទៅវាដាច់ទេបងប្អូនឥឡូវនេះខ្ញុំតេស្តម្ដងទៀតឡាននៅកន្លងផ្លូវមកវាលយត្រង់ហ្នឹងហើយពីទៀតសម្រាប់តម្លៃគឺល្អខ្លាំងមែនទែនតម្លៃថា 29,000 ជាងបងប្អូន 29,000 ជាងតែនេះ5ឆ្នាំពី